គម្រោងសុខភាពជនទេសន្តវេអំហ្វាន់ជាគម្រោងសុខភាពមិនស្វែងរកប្រាក់ចំណេញមានតម្លៃទាបសម្រាប់សហគមន៍ងាយរងគ្រោះជនទេសន្តវេជនគ្មានរដ្ឋនិងជនភៀសខ្លួនសម្រាប់អ្នកដែលមិនមានប័ណ្ណសមត្ថៈប័ណ្ណគាំពារសុខភាពសង្គមពីរាជរដ្ឋាភិបាលឬស្ថាប័នឯកជនណាមួយសមាជិកអឹមហ្វាន់ចូលរួមភាគទានប្រចាំខែចាប់ពី130បាតសម្រាប់គម្រោងគោលនិងទទួលបានការគ្របដណ្ដប់លើសេវាថែទាំសុខភាពប្រកបដោយគុណភាពទូលំទូលាយនៅក្នុងមូលដ្ឋានសុខាភិបាលនិងគ្លីនិកដៃគូតាមបណ្ដោយព្រំដែនគិតត្រឹមខែតុលាឆ្នាំ2025គម្រោងអឹមហ្វាន់កំពុងប្រតិបត្តិការនៅក្នុងខេត្តតាកសាកែវកញ្ចនបុរីឈៀងរ៉ាយត្រាតមេហង្សតឧបលរាជធានីឈៀងម៉ៃក្នុងប្រទេសថៃក្រុងមេវឌីប្រទេសមីយ៉ាន់ម៉ានិងក្រុងប៉ោយប៉ែតប្រទេសកម្ពុជាយើងក៏អនុញ្ញាតឲ្យអ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈអនឡាញបានផងដែរពីតំបន់ផ្សេងៗទូទាំងប្រទេសអនុវត្តគម្រោងមូលដ្ឋានសុខាភិបាលដៃគូជាង250កន្លែងមន្ទីរពេទ្យរដ្ឋគ្លីនិកអង្គការគ្លីនិកឯកជននៅក្នុងតំបន់អនុវត្តគម្រោងតាមបណ្ដោយព្រំដែនប្រទេសថៃបានផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាពដល់សមាជិកតើនរណាខ្លះមានសិទ្ធិអាចចុះឈ្មោះបានជនទេសន្តវេជនគ្មានរដ្ឋជនភៀសខ្លួនប្រជាពលរដ្ឋរស់នៅក្រីក្រតាមបណ្ដោយព្រំដែនតែមិនមានប័ណ្ណគាំពារសុខភាពសង្គមពីរាជរដ្ឋាភិបាលឬឯកជនណាមួយប្រុសស្រីមនុស្សពេញវ័យនិងកុមារមិនកំណត់អាយុអ្នកដែលមានជំងឺរ៉ាំរ៉ៃអាចចុះឈ្មោះបានក្រោមជម្រើសគម្រោងជំងឺរ៉ាំរ៉ៃការចុះឈ្មោះដោយស្ម័គ្រចិត្តតែអ្នកណាមិនមានសិទ្ធិចុះឈ្មោះស្ត្រីកំពុងមានផ្ទៃពោះលើកលែងខេត្តតាកនិងក្រុងមេវឌីបុគ្គលកំពុងសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យឬអ្នកដែលមានលក្ខខណ្ឌជំងឺដែលត្រូវការសម្រាប់ព្យាបាលជាបន្ទាន់ក្នុងមន្ទីរពេទ្យបុគ្គលមានជំងឺមហារីកបុគ្គលពិការភាពពីកំណើតដែលត្រូវការថែទាំកម្រិតខ្ពស់រួមទាំងការវះកាត់មានតែភាពពិការភាពពីកំណើតមួយចំនួនប៉ុណ្ណោះដែលគ្របដណ្ដប់តើអឹមហ្វាន់ដំណើរការដូចម្តេចសមាជិកចូលរួមភាគទានប្រចាំខែទាបអាស្រ័យលើជម្រើសគម្រោងគ្របដណ្ដប់នៅក្នុងតំបន់មានក្រុមការងារអឹមហ្វាន់បុគ្គលិកសហគមន៍ចុះឈ្មោះសមាជិកចូលគម្រោងជាមួយ template តាមកម្មវិធីអឹមហ្វាន់កាតរបស់សមាជិកជាអេឡិចត្រូនិកភ្ជាប់ទៅនឹង QR code ដែលផ្ដល់ជូនសមាជិកពេលសមាជិកត្រូវការសេវាថែទាំសុខភាពពួកគេទៅកាន់មូលដ្ឋានសុខាភិបាលដៃគូរបស់អឹមហ្វាន់និងបង្ហាញកាតរបស់ពួកគេទៅកាន់មន្ទីរពេទ្យបុគ្គលិកមន្ទីរពេទ្យធ្វើការ scan ដើម្បីពិនិត្យមើលកាតនិងអត្ថប្រយោជន៍របស់សមាជិកកាត Active ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃមន្ទីរពេទ្យនឹងគិតថ្លៃសេវាព្យាបាលពីអឹមហ្វាន់ដោយផ្ទាល់នៅពេល scan QR code ព័ត៌មានត្រូវបានបង្ហាញសមាជិកក៏អាចពិនិត្យមើលកាតខ្លួនឯងបានផងដែរតរយៈភាពពីដានថ្ងៃទីដែលត្រូវបន្តកាតដោយ smartphone និង tabletអត្ថប្រយោជន៍ការគ្របដណ្ដប់ចាប់ផ្ដើមបន្ទាប់ពីចុះឈ្មោះបាន30ថ្ងៃប៉ុន្តែក្នុងករណីសង្គ្រោះបន្ទាន់នឹងទទួលបានការគ្របដណ្ដប់ភ្លាមៗក្នុងរយៈពេលរងចាំប្រសិនបើកាតផុតសុពលភាពសមាជិកចង់វិលត្រឡប់បន្តជាសមាជិកភាពវិញការគ្របដណ្ដប់ចាប់ផ្ដើមឡើងវិញបន្ទាប់ពីបង់ភាគទានបាន90ថ្ងៃអត្ថប្រយោជន៍និងគម្រោងគ្របដណ្ដប់បច្ចុប្បន្នគម្រោងអឹមហ្វាន់ផ្ដល់ជូនអត្ថប្រយោជន៍នៃការគ្របដណ្ដប់និងជម្រើសសម្រាប់សមាជិកក្រោមគម្រោងសុខភាព 5.0គម្រោងគោលសម្រាប់អ្នកមានសុខភាពល្អចូលរួមភាគទាន130បាតក្នុងមួយខែគម្រោងសាលារៀនសម្រាប់កុមារអាយុក្រោម18ឆ្នាំចូលរួមភាគទាន100បាតក្នុងមួយខែជម្រើសគម្រោងវ័យចំណាស់សម្រាប់មនុស្សមានអាយុចាប់ពី50ឆ្នាំចូលរួមភាគទាន230បាតក្នុងមួយខែជម្រើសគម្រោងស្ត្រីមានផ្ទៃពោះសម្រាប់សមាជិកដែលបន្តមានផ្ទៃពោះបន្ទាប់ពីចុះឈ្មោះបាន6ខែចូលរួមភាគទាន330បាតក្នុងមួយខែជម្រើសគម្រោងជំងឺរ៉ាំរ៉ៃសម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃចូលរួមភាគទាន330បាតក្នុងមួយខែអង្គការមិនមែនរដ្ឋាភិបាលជម្រើសគម្រោងស្ត្រីមានផ្ទៃពោះសម្រាប់រយៈពេលតិចជាង28សប្តាហ៍នៃការមានផ្ទៃពោះខេត្តតាកក្រុងមេវឌីចូលរួមភាគទានសរុប3000បាតគម្រោងទាំងអស់នឹងទទួលបានអត្ថប្រយោជន៍នៃការគ្របដណ្ដប់ថែទាំសុខភាពពីគ្រោះជំងឺនិងសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យរហូតដល់ដែនកំណត់នៃការគ្របដណ្ដប់ 50,000 បាតក្នុងមួយឆ្នាំក្នុងជម្រើសគម្រោងមួយចំនួនសមាជិកត្រូវមានអ្នកសុខភាពល្អចូលរួម1ទៅ2នាក់ការចុះឈ្មោះនិងការបន្តកាតអនឡាញជនទេសន្តវេដែលរស់នៅក្នុងតំបន់មិនមានបុគ្គលិកអឹមហ្វាន់អាចចុះឈ្មោះនិងបន្តកាតតាមរយៈអនឡាញសមាជិកអាចចូលរួមភាគទានរបស់ពួកគេតាម QR code ធនាគារដៃគូរបស់យើងសូម scan QR មើលបញ្ជីឈ្មោះមូលដ្ឋានសុខាភិបាលនិងគ្លីនិកដៃគូ
គិតត្រឹមខែតុលាឆ្នាំ2025មានសមាជិកជាង 10,000 នាក់បានចុះឈ្មោះដោយស្ម័គ្រចិត្តទទួលបានការគ្របដណ្ដប់ផ្នែកជំងឺក្រៅចំនួន 15,000 ករណីនិងអ្នកជំងឺសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យចំនួន 20,000 ករណីសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងបុគ្គលិករបស់យើងតាមគណនី LINE ផ្លូវការ @amfan ឬគេហទំព័រមូលនិធិ Dreamlockment បង្កើតសុខភាពល្អជាសិទ្ធិមូលដ្ឋានមិនមែនជាបុព្វសិទ្ធិ